សួស្តីបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងរៀនអំពីមេរៀនទី2សមីការអនុស្សាវនីយ៍និងសមីការដឺក្រេលំដាប់ខ្ពស់អញ្ចឹងមុនដំបូងគឺយើងរៀនអំពីសមីការដែលមានន័យថាឥឡូវយើងយកចំណុច1សមីការបាទសមីការរៀងអីបាទសមីការរៀងឬការ៉េនៃ fx ស្មើជាមួយនឹងតម្លៃលេខណាមួយ a ដែល a ធំជាងឬស្មើ0អញ្ចឹងនៅក្នុងចំណុចនេះខ្ញុំចង់ជម្រាបថាអញ្ចេះនៅក្នុងដំណើរការនៃការដោះស្រាយសមីការបែបនេះកាលណាវាមានកន្សោមពេជ្រកណិតនៅក្រោមឬការ៉េបែបនេះទីមួយគឺយើងត្រូវសិក្សាលក្ខខណ្ឌរបស់តម្លៃ x សិនលក្ខខណ្ឌដែលចម្លើយវាអាចស្មើនឹងអីខ្លះយល់បានទេអញ្ចឹងឧទាហរណ៍ថាយើងមានឬការ៉េនៃ x ដក1ស្មើជាមួយនឹង2ជាការពិតដំបូងបងអូននឹងគិតថាពាក់ឬការ៉េតអងសងខាងហើយបងអូនទាញរកអីតែម្ដងតែការពិតអត់ទេហ្នឹងមិនដោយសារអីបានអត់ទេហ្នឹងដោយសារតែយើងភ័យខ្លាចតម្លៃ x ដែលយើងរកឃើញវាជួសមកវាចូលកន្លែងនេះវាធ្វើឲ្យក្រោមឬការ៉េយើងវាចេញដក1វាចេញអវិជ្ជមានអញ្ចឹងយើងត្រូវសិក្សាថាតើតម្លៃ x ណាខ្លះដែលអាចមានលទ្ធភាពធ្វើជាចម្លើយឬក៏ធ្វើជាឫសនៅក្នុងសម្រាប់សមីការហ្នឹងអញ្ចឹងដំបូងគឺយើងប្រើលក្ខខណ្ឌសិនបាទលក្ខខណ្ឌរបស់យើងគឺក្រោមឫសត្រូវតែធំជាងឬស្មើ0ជានិច្ច x ដក1ត្រូវធំជាងឬស្មើ0ដែលយើងទាញបាន x ត្រូវធំជាងឬស្មើ1អញ្ចឹងមានន័យថាកាលណាតម្លៃ x ធំជាងឬស្មើ1បានអាចមានលទ្ធភាពធ្វើជាចម្លើយឬក៏ឫសសម្រាប់សមីការនឹងបានហ្នឹងហើយការរកលក្ខខណ្ឌហើយគឺយើងយើងអាចអីគេបងប្អូនគ្នាពាក់ឫសមកដាក់ឫសទាំងអស់សងខាងដើម្បីសម្រួលឲ្យចេញ x ការដើម្បីរកលក្ខខណ្ឌកាលណាយើងរកលក្ខខណ្ឌហើយគឺដល់ពេលដែលយើងត្រូវរកតម្លៃ x ដែលវាផ្ទៀងផ្ទាត់ជាមួយនឹងសមីការហ្នឹងអញ្ចឹងយើងលើកការ៉េអង្គសងខាងមកយើងទាញបានអានេះទៅជា x ដក1ស្មើជាមួយនឹង4ហើយយើងទាញបានអីនាំឲ្យ x ស្មើជាមួយនឹង5បាទអញ្ចឹងពេលណាដែល x ស្មើ5ដក1បោះខាងនេះបូក1វាស្មើ5យើងដឹងថាម៉េចយើងដឹងថាអូអាលទ្ធភាពដែល x អាចទៅធ្វើជាចម្លើយបានគឺត្រូវតែធំជាង1ហើយចម្លើយរបស់យើងគឺ x ស្មើ5អញ្ចឹងមានន័យថាអានេះយើងអាចចាត់ទុកថាវាជាចម្លើយបានហើយចុះបើសិនជាតម្លៃ x ដែលយើងរកឃើញឧទាហរណ៍ថាវាតូចជាងស្មើ0អញ្ចឹងតើយើងអាចចាត់ទុកជាចម្លើយបានទេគឺអត់បានទេបាទអញ្ចឹងយើងមានប៉ុណ្ណឹងចំពោះអត្ថន័យហ្នឹងហើយខ្ញុំអាចមានឧទាហរណ៍មួយទៀតឧទាហរណ៍ថាឥឡូវខ្ញុំមានឫសx បូកឲ្យ2ស្មើ1អញ្ចឹងយើងអាចរកលក្ខខណ្ឌសិនបាទលក្ខខណ្ឌគឺ x បូក2ត្រូវតែធំជាងឬស្មើ0ដែលយើងអាចទាញបាន x ធំជាងឬស្មើដក2បន្ទាប់មកបានយើងយើង x បូក2យើងលើកជាការ៉េស្មើ1ការ៉េយើងលើកការ៉េដើម្បីរកតម្លៃ x អញ្ចឹងកាលណាលើកការ៉េអស់យើងទាញបានវាសល់ x បូក2វាស្មើ1ដែលយើងទាញបានអី x ស្មើនឹង1ដក2ដែល x ស្មើអីហ្នឹងហើយនាំឲ្យ x ស្មើដក1អញ្ចឹង x ស្មើដក1វាធំជាងដក2អញ្ចឹងយើងអាចយកបានណាបាទប៉ុណ្្នឹងឯងចំពោះចំណុចទី1គឺប៉ុណ្ណឹងហើយចុះចំពោះចំណុចទី2គឺយើងសិក្សាអំពីសមីការដែលមានរាងមិនមានរាងអីគេឬការ៉េនៃ fx ស្មើជាមួយនឹង a ឬក៏ស្មើជាមួយតម្លៃលេខប៉ុន្តែក្នុងករណីនេះគឺយើងរកបាទឬការ៉េនៃ fx ស្មើជាមួយនឹងកន្សោមមួយទៀតគឺ z នៃ x នៅក្នុងករណីនេះវិធីនៅក្នុងការដោះស្រាយគឺយើងអាចទី1យើងរកលក្ខខណ្ឌសិនបាទរកលក្ខខណ្ឌឬក៏រកតម្លៃ x ដែលធ្វើឲ្យឬក៏តម្លៃ x បាទដែលធ្វើឲ្យអីបាទតម្លៃ x ដែលធ្វើឲ្យអីគេ fx ធំជាងឬស្មើ0ព្រមទាំង z នៃ x ធំជាងឬស្មើ0បាទជាការពិតនៅក្នុងសភៅគេឲ្យយើងរកតែ z នៃ x ទេប៉ុន្តែនៅក្នុងករណីនេះខ្ញុំគិតថាយើងគួរតែបន្ថែម fx មួយទៀតដើម្បីឲ្យវាប្រកបបញ្ជាតែម្ដងបើសិនជាយើងអត់ធ្វើអញ្ចឹងទេខ្ញុំគិតថាអាចនឹងមានបញ្ហាហ្នឹងហើយខ្វះពេលខ្លះចម្លើយវាចេញមកវាអត់ symmetry ឬក៏វាជួសទៅវាធ្វើឲ្យ zx ធំជាងឬស្មើ0នេះប៉ុន្តែវាធ្វើឲ្យ fx តូចជាងអញ្ចឹងទៅវាពិបាកដូច្នេះយើងរកទាំងពីរមកទៅឧទាហរណ៍ថា
ឧទាហរណ៍ថាឥឡូវយើងមានអីយើងមានរឹសការ៉េនៃ x អឺដក7ស្មើជាមួយនឹង1ដក x បាទអញ្ចឹងដំបូងគឺយើងរកលក្ខខណ្ឌក៏ពិតលក្ខខណ្ឌហ្នឹងមកហៅមួយទៀតហៅដើមកំណត់របស់ x នីមួយៗអញ្ចឹងទៅអញ្ចឹងលក្ខខណ្ឌរបស់យើងគឺអីគេ x ដក7ត្រូវតែធំជាងឬស្មើ0ហើយ1ដក x អីគេធំជាងឬស្មើ0ដូចគ្នាអញ្ចឹងកន្លែងនេះយើងទាញបានអីយើងទាញបាន x ធំជាងឬស្មើដល់7ហើយនឹងអីគេកន្លែងនេះបើយើងទាញទៅវាបានអី1ធំជាងឬស្មើ x យើងបោះ x មកខាងនេះទៅវាបានបូក x បាទឬក៏យើងអាចទាញតាមវិធីមួយទៀតកន្លែងនេះខ្ញុំដាក់1ដក x ធំជាងឬស្មើ0អញ្ចឹងវាទាញបានដក x ធំជាងឬស្មើដក1អញ្ចឹងវាបាន x តូចជាងឬស្មើដក1លើដក1ឃើញ x តូចជាងឬស្មើ1កាលណាសញ្ញាដកបោះឆ្លងអង្គបែបនេះទិសដៅធំតូចជាងដូចហ្នឹងគឺវាបដូរទិសដៅបាត់ហើយអញ្ចឹងនៅក្នុងករណីនេះយើងដឹងថាតម្លៃ x របស់យើងគឺតូចជាង1តែធំជាងដក5ធំជាងអីធំជាងដក7តែ x តូចជាង1អញ្ចឹងយើងទាញបានអីអញ្ចឹងយើងទាញបានតម្លៃ x លក្ខខណ្ឌរបស់យើងគឺអីហ្នឹងហើយគឺដក7តូចជាងឬស្មើ x ហើយតូចជាងឬស្មើ1ហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងឯងបន្តមកទៀតកន្លែងនេះខ្ញុំគិតថាយើងអាចធ្វើមិនកន្លែងនេះយើងរកលក្ខខណ្ឌហើយលក្ខខណ្ឌយើងហើយយើងចូលនេះមកគឺអីគេរករឹសមកបាទ1ដក x ធម្មតាដូចយើងតាំងពីនាយអាយមកគឺយើងលើកការ៉េទាំងអង្គសងខាងហើយមិនអញ្ចឹងមែនអត់យើងលើកការ៉េទាំងអង្គសងខាងហើយដើម្បីអីដើម្បីរករឹសហ្នឹងហើយបាទសូមដូរពណ៌បន្តិចឲ្យវាឆាតឆាយបន្តិចមកពណ៌ខ្មៅហ្នឹងហើយអញ្ចឹងយើងអាចទាញបានអីគេលើកការ៉េអង្គសងខាងមកវាទាញបានអី x ដក7បាទវាស្មើជាមួយនឹង1ដក x លើកជាការ៉េបន្ទាប់មកទៀតយើងអាចទាញបានអីទៀតបាទបន្ទាប់មកទៀតគឺយើងអាចទាញបាន x ដក7វាស្មើអី1ដក x លើកជាការ៉េបើសិនជាបងប្អូនអត់ចេះរូបមន្តទេបងប្អូនអាចដាក់1ដក x កតាឲ្យ1ដក x បាទយើងគុណបលាតមកវាបានអី1ដក x បាទដក x បូក x ការ៉េនឹងវាស្មើអី1ដក 2x បូក x កាបាទបូក x ការ៉េដូច្នេះយើងទាញបានសមីការរបស់យើងគឺ x ដក7វាស្មើឲ្យ1ដក 2x បូក x ការ៉េអញ្ចឹងទៅហ្នឹងហើយបាទបន្ទាប់មកទៀតយើងអាចបដូរអង្គមកកុំឲ្យវែងបងប្អូនគ្នាបាទ x ការ៉េបូកឲ្យ2ខុសបាត់ x ការ៉េដកឲ្យ 2x បូក1នេះខ្ញុំបដូរអញ្ចេះបាននេះមកនេះវិញបាទយើងបោះទៅបូក7ស្មើ0អញ្ចឹងដក 2x ហើយនឹងដក x វាស្មើដក 3x ចឹងវាបាន x ការ៉េដក 3x ហើយបូក8បាទគឺស្មើ0បន្ទាប់មកទៀតយើងអាចរក x តាមណាបាទយើងរកមកតាម data ក៏បានតាមអីក៏បានអញ្ចឹងខ្ញុំរកតាម data មក data វាស្មើអី b ការ៉េដកឲ្យ 4ac អញ្ចឹងកន្លែងនេះ a ស្មើប៉ុន្មាន1 b ស្មើជាមួយនឹងដក3ហើយ c ស្មើនឹង8ហ្នឹងហើយបន្ទាប់មកទៀតបាទបន្ទាប់មកទៀតកន្លែងនេះយើងបានវា data របស់យើងស្មើអីស្មើដក3លើកជាការ៉េហើយដក4គុណឲ្យ1គុណឲ្យ8អញ្ចឹងវាស្មើនឹង9ដកប៉ុន្មានដកនេះចាញ់ឃើញទេ9ដកអីគេដក32អញ្ចឹងវាស្មើដកប៉ុន្មានដក23អញ្ចឹងមានន័យថាសមីការគ្មានរឹសពេលដែលសមីការគ្មានរឹសហ្នឹងតើយើងគួរធ្វើម៉េចអញ្ចឹងយើងអាចនិយាយថាមក data តូចជាង0គ្មានរឹសបាទគ្មានរឹសអញ្ចឹងទៅអញ្ចឹងលក្ខខណ្ឌពីលើដែលយើងរកហ្នឹងវាដូចរកឲ្យមិនសម្រាប់អីអញ្ចឹងខ្ញុំគិតថាប៉ុណ្្នឹងឯងចំពោះលំហាត់របស់យើងបាទ x ដក7ស្មើឲ្យ1ដក x អញ្ចឹងយើងអាចថាណានោះគ្មានរឹសអញ្ចឹងទៅបាទវាអត់មានរឹសណាដែលជួសទៅវា x ដក7វាស្មើ1ដក x ទេហ្នឹងហើយបាទប៉ុណ្្នឹង
សម្រាប់ខ្ញុំគិតថាចំពោះចំណុចមានន័យថាប៉ុណ្ណឹងហើយចំពោះបន្ទាប់ទៀតចំណុចលេខ3គឺយើងនិយាយពីការអនុវត្តបែបនេះខ្ញុំគិតថាដូចជាមិនបាច់ទេចំពោះចំណុចមួយធំមួយទៀតគឺយើងនិយាយពីសមីការ degree លំដាប់ខ្ពស់អញ្ចឹងសមីការ degree លំដាប់ខ្ពស់ហ្នឹងមិនវិញបាទសមីការ degree លំដាប់ខ្ពស់អញ្ចឹងសមីការ degree លំដាប់ខ្ពស់ហ្នឹងមានអីនៅក្នុងសមីការ degree លំដាប់ខ្ពស់ហ្នឹងវាលើសពី degree ទី2យើងធ្លាប់តែរៀន degree ទី2ចុះសមីការ degree លំដាប់ខ្ពស់គឺចាប់ពី degree ទី3ឡើងទៅហ្នឹងហើយ degree ទី3ឡើងទៅឧទាហរណ៍ថាឥឡូវយើងមានx kip ស្មើជាមួយនឹង1ចុះឃើញទេអានេះ degree ទីម៉ាត់គឺ degree ទី3ហើយអញ្ចឹងតើយើងគួរធ្វើបែបម៉េចចំពោះលំហាត់ហ្នឹងយើងគួរតែអីគេតើយើងគួរតែពាក់ឬគូបឬក៏បែបម៉េចនៅពេលដែលយើងរៀនថ្នាក់ទីអីគេនៅពេលដែលយើងរៀនថ្នាក់ទី7ទី8បងអូនច្បាស់ជាឃើញការពាក់រឹសដើម្បីរកតម្លៃ x ហើយតែចំពោះថ្នាក់ទី10គឺអត់ទេយល់ទេទី10គឺអត់អាចធ្វើអញ្ចឹងបានទេហ្នឹងហើយទី10គឺយើងមានន័យថាម៉េចយើងធ្វើតាមរូបមន្តមានន័យថាសាកមូលឲ្យx kip ដក1ស្មើ0អញ្ចឹងយើងអនុវត្តតាមរូបមន្តមួយដែល a kip ហ្នឹងដក b kip ស្មើអីគឺវាស្មើជាមួយនឹង a ដក b កតាឲ្យ a ការ៉េបាទបូកឲ្យ ab ហើយបូក b kip សំទោសបូក b ការ៉េវាដូចគ្នាជាមួយនឹងអានឹងដែរយើងអាចទាញបានទៅជា x ដក1កតាយ x ការ៉េបូក x ហើយបូក1ស្មើ0អញ្ចឹងទៅបន្ទាប់មកទៀតយើងឲ្យកតានីមួយស្មើ0ខ្ញុំបញ្យល់រាល់ដងអញ្ចឹងពីកតាគុណគ្នាស្មើ0បានន័យថា1ក្នុងចំណោមនឹងស្មើ0អញ្ចឹងវាបានទាញ x ដក1ស្មើ0ឬអី x ការ៉េបូកឲ្យ x បូក1ស្មើ0អញ្ចឹងយើងទាញបាន x ស្មើ1ដែលអានេះបើយើងធ្វើតាម data ចុះឡើងយើងនឹងឃើញរឹសវាជាចំនួន complex អញ្ចឹង x វាស្មើឲ្យដក1បូកដករឹស 3e លើ2អញ្ចឹងទៅបាទធ្វើតាម data អញ្ចឹងមិនណាអញ្ចឹងនៅក្នុងករណីនេះវាជាសមីការ degree លំដាប់ខ្ពស់ដែររាប់ថា degree លំដាប់ខ្ពស់ដែរគឺរាប់ថាជាសមីការ degree លំដាប់ខ្ពស់ងាយដល់យើងគ្រាន់តែអីដាក់ផលគុណកតាយើងរកឃើញហើយប៉ុណ្្នឹងឯងអញ្ចឹងចុះបើសិនជាឧទាហរណ៍ថាឥឡូវយើងមានសមីការមួយផ្សេងទៀតកន្លែងនេះខ្ញុំឧទាហរណ៍អាងាយសិនចុះបើសិនជាយើងមានសមីការឧទាហរណ៍ថាដូចx ស្វ័យគុណ4បាទបូកឲ្យ 2x ការ៉េដកឲ្យ3តើបងប្អូនគ្នាគួរធ្វើបែបម៉េចពេលឃើញសមីការបែបនេះជាការពិតយើងគួរតែតាំងហ្នឹងក្នុងករណីណាដែលវាផ្លោះម្ដង2អញ្ចឹងឃើញទេ2មានតែ2 4ទេវាអត់មាន x សកុន1អត់ទេអញ្ចឹងកាលណាវាផ្លោះពី2ទៅ4បែបនេះយើងតាំងមកយើងអាចតាំងt ស្មើជាមួយនឹង x ការ៉េបងប្អូនគ្នាអាចឆ្ងល់ថាចុះបើសិនជាមាន x សកុន4វាមាន x ការ៉េមួយទៀតហើយវាមាន x អញ្ចឹងតើយើងតាំងដូចអ្វីនៅក្នុងលំហាត់នេះបានទេគឺអត់អាចទេយល់ទេអានឹងវិធីផ្សេងយើងអាចតាំងបានលុះត្រាតែវាផ្លោះម្ដង2អញ្ចេះ x សកុន4 x សកុន2អញ្ចឹងផ្លោះម្ដង2មិនន័យថាមិនមែនបូកទេណាមិនន័យថាអានេះលើកជាការ៉េវាស្មើអានេះអញ្ចឹងយើងអាចផ្លោះបានដែរចុះបើសិនជាចេញមក x សកុន8បូកឲ្យ 2x សកុន4តាំងបានទេបានគឺយើងអាចតាំងទេស្មើ x សកុន4អញ្ចឹងទៅយើងតាំងហ្នឹងដើម្បីអីកាលណាយើងតាំងទៅវាចេញជាអីជាសមីការ degree ទី2តោះនេះតែទេត្រូវធំជាងឬស្មើ0ហ្នឹងហើយពេលណាដែលយើងតាំងអានេះវាទៅជា t ការ៉េឃើញទេបាទបូកឲ្យ 2t ដក3ស្មើ0ក្នុងករណីនេះខ្ញុំចង់ប្រាប់ថាហេតុអីបានយើងដាក់ t ស្មើ0ការដាក់ t ស្មើ0ហ្នឹងគឺដើម្បីចងកុំឲ្យពេលដែលយើងរករឹសនៅក្នុងហ្នឹងវាចេញមកអវិជ្ជមានបើចេញអវិជ្ជមានយើងអត់យកអីអញ្ចឹងតើអញ្ចឹងបើយើងធ្វើតាមរឹសងាយតាម a បូក b បូក c ស្មើ0ណោះមានចាំទេយើងទាញបានអី t អងស្មើ1ឬអី t ដឺស្មើដក3ដកហ្នឹងហើយអញ្ចឹងយើងកន្លែងនេះខ្ញុំរូបមន្តមួយយើងអាចទាញបាន x
នឹងឬក៏ទេ x 1 ស្មើ1ឬក៏បាទ x 2ស្មើជាមួយនឹង c ចែកនឹង a អញ្ចឹង c ស្មើដក3 a ស្មើ1អញ្ចឹងទៅប៉ុន្តែសួរថាអានេះយកទេ t 2ស្មើដក3គឺអត់យកទេអញ្ចឹងយកតែ1ទេបាទគឺយើងនាំឲ្យ x ការ៉េស្មើ1ដែលយើងអាចទាញបានឬអី x ស្មើបូកដកឬការ៉េ1ដែលវាស្មើបូកដក1អញ្ចឹង x ស្មើបូកដក1ជាអីជាចម្លើយរបស់យើងអញ្ចឹងទៅកន្លែងហ្នឹងខ្ញុំចង់ប្រាប់បងប្អូនគ្នាបាទចំពោះអានេះបើយើងលក្ខខណ្ឌវាមានន័យថាវាក្នុងករណីដែលវាអាចអា1វាស្មើវាថាការ៉េទៅវាស្មើ1ទៀតយើងអាចតាអញ្ចឹងបានចុះបើមួយទៀតឧទាហរណ៍ថាវាមានច្រើនធឺដែលយើងរៀននៅក្នុងមេរៀនហ្នឹងចុះបើសិនជាមួយទៀតឧទាហរណ៍ថាឥឡូវខ្ញុំមាន x គីបចាស់បូកឲ្យ 3x ការ៉េដក 4x ដក 12ស្មើ0ខ្ញុំចង់ឥឡូវខ្ញុំលើកឡើងវិញសមីការដឹកក្រេបឡាប់ខ្ពស់នេះអ្វីដែលខ្ញុំបង្រៀនពីចំណុចមុននេះដែលយើងប្រើតាមអាគីបដកបេគីបឬក៏តាំងតេស្មើ x ការ៉េមិញនេះតើវាអាច apply ឬក៏វាអាចប្រើគ្រប់ស្ថានភាពបានទេគឺអត់បានទេតើតែនិយាយរួមដូចនិយាយចេះតើតែចូលកលឹះវាមិនយើងអាចដាក់បានតួយ៉ាងដូចក្នុងលំហាត់នេះអញ្ចឹងក្នុងលំហាត់នេះបើយើងសន្លឹងមកបាច់ទៅយើងគិតថាអាចចាប់អានេះនិងអានេះជាកតាមានន័យថាផលគុណកតាដែលអានេះយើងអាចចាប់អីបាទយើងអាចចាប់ x ការ៉េមកវាទាញបានទៅជា x បូក3ឃើញទេតែពេលអានេះបានដក4កតាឲ្យ x បូក3តែសួរថាតើសមីការប្រភេទផ្សេងដែលយើងអាចចាប់បានមិនប្រកាសថាវាចាប់បានទេវាមិនប្រកាសទេយល់បានទេហ្នឹងហើយអញ្ចឹងវិធីដែលខ្ញុំនិយាយប្រាប់ហ្នឹងសមីការដឹកក្រេបដាក់ខ្ពស់ហ្នឹងវាមានករណីពិសេសរបស់វាករណីហ្នឹងគឺយើងអាចធ្វើបានគឺយើងអាចដោះស្រាយបានប៉ុន្តែសំណួរយើងសួរទៅវិញថាតើគ្រប់ករណីឲ្យតែសមីការដឹកក្រេបដាក់ខ្ពស់យើងធ្វើអញ្ចឹងបានមែនមិនមែនទេយើងមើលស្ថានភាពដែរធរនេះកន្លែងហ្នឹងអញ្ចឹងយើងយក x ដក3 x បូក3អីជាកតារួមមកវាបាន x បូក3កតាជាមួយនឹង x ការ៉េដក4ឃើញទេបាទស្មើ0ទៅដែលយើងអាចទាញបានអីបាទ x បូក3ស្មើ0ឬក៏ x ការ៉េដក4ស្មើ0អញ្ចឹងទៅហើយយើងទាញបានអានេះទៅជាអីនាំឲ្យ x ស្មើដក3ឬក៏មួយទៀតនាំឲ្យបាទ x ការ៉េស្មើ4ដែលយើងអាចទាញបានថា x ស្មើនឹងបូកដកឬការ៉េ4ដែលស្មើ2អញ្ចឹងទៅហ្នឹងហើយប៉ុណ្ណឹងអញ្ចឹងមានន័យថាឬរបស់យើងគឺ x ស្មើដក3បាទឬ x ស្មើដក2ឬអី x ស្មើ2អញ្ចឹងទៅអាហ្នឹងវាជាចម្លើយរបស់យើងដូចអានេះវាករណីដែលយើងអាចចាត់ជាផលគុណកតាបានបាទអញ្ចឹងនៅក្នុងសមីការដឹកក្រេបដាក់ខ្ពស់ដូចខ្ញុំចង់ជម្រាបដល់អ្នកគ្នាអញ្ចឹងថាវាមិនប្រកាសថាគ្រប់សមីការត្រូវតែប្រើវិធីដែលខ្ញុំប្រាប់បានទេហ្នឹងហើយមិនមែនមានន័យថាគ្រប់ទេបើសិនជាយើងមើលទៅអូសាផលគុណកតាក៏អត់បានយើងសាពលាតអាពីវិធីមុនក៏អត់បានខ្ញុំន័យថាវាមានវិធីតែវាពិបាកបន្តិចអញ្ចឹងទៅហ្នឹងហើយវាមិនមែនមានតែមួយវិធីពីរវិធីដោយ degree ទី2ទេ degree ទី2បើយើងប្រើ discriminant គឺរ៉ាស់យកហ្មងអាណាក៏បានដែរតែបើ degree កម្រិតខ្ពស់ចាប់ពីទី3ទៅវាតលថាចូលអីគេចូលតម្រងនេះចូលតម្រងអាទី1នេះអានេះអូខេយើងអាចទៅដោះស្រាយបានអានេះដោះស្រាយបានហើយនឹងករណីមួយទៀតហ្នឹងហើយបាទអានេះដោះស្រាយបានអញ្ចឹងទៅវាមានករណីមួយទៀតប៉ុន្តែយើងអាចរៀននៅចំណុចមួយទៀតសិនណាបាទអញ្ចឹងប៉ុណ្្នឹងឯងចំពោះសមីការដឹកក្រេបដាក់ខ្ពស់យើងចូលចំណុចមួយទៀតដូចចំណុចលេខ4បាទក្នុងសភៅគេមិនដាក់លេខ4ទេប៉ុន្តែខ្ញុំបញ្យល់ក្នុងវីដេអូលេខ4គឺយើងនិយាយអំពីទ្រឹស្ដីបត់សំណល់និងទ្រឹស្ដីបត់ផលគុណកតាបាទទ្រឹស្ដីបត់សំណល់នឹងអីនឹងផលគុណកតាអញ្ចឹងតើទ្រឹស្ដីបត់សំណល់និងផលគុណកតានឹងវាបែបម៉េចវាមានអានេះគេហៅ 2 in 1ហ្មងណាបងប្អូនគ្នាចំពោះមានន័យថាម៉េចចំពោះកន្លែងនេះខ្ញុំចង់បញ្យល់បន្តិចពាក្យថាទ្រឹស្ដីបត់សំណល់នេះគឺសំដៅថាអញ្ចេះសំដៅម៉េចវិញទី1ហ្នឹងហើយអានេះកំតន់ដល់សំណល់ទី1អីគេចាំតិចអ្នកនរគ្នាចាំតិចទី1ខ្ញុំចង់ប្រាប់ថាប្រសិនបើណាបើចាំណាបងប្អូនគ្នាបើយើងជួស
alpha ចូលក្នុង f x ស្មើ0យើងទាញបានអីយើងទាញបាន x ដល់ alpha ជាកត្តានៃ1បាទជាកត្តា1របស់ fx បាទវាបាន x ដល់ alpha ជាកត្តានៃ fx តែជាកត្តានៃ fx ហ្នឹងមានន័យថាម៉េចកន្លែងនេះទាំងអស់គ្នាគឺបានន័យថាម៉េចបានន័យថា fx របស់យើងគឺវាអាចសរសេរបានទៅជា x ដល់ alpha កត្តានឹងស្អីមួយផ្សេងទៀតអាហ្នឹងវាជាអ្វីដែលខ្ញុំបញ្យល់ឡើងវិញក៏ពេលក្នុងសភៅនឹងវាអត់មានទេប៉ុន្តែខ្ញុំចង់បន្ថែមហ្នឹងហើយមួយទៀតអានេះមួយណាមានន័យថាកត្តានឹងស្អីមួយទៀតចឹងទៅមួយទៀតបើសិនជាអីបើតោះគ្នាត្រូវចាំ fx មានន័យថា degree ទីប៉ុន្មានក៏ដោយបើសិនជាវាចែកបាទចែកជាមួយនឹង x ដល់ a ឬនឹងឧទាហរណ៍ថាឥឡូវខ្ញុំមានfx ស្មើជាមួយនឹង x cube ឃើញទេវា degree ទី3ចឹងទៅដល់4ចឹងទៅអញ្ចឹងបើខ្ញុំចែកជាមួយនឹងx ដក1នេះឃើញទេ degree មានន័យថាកន្សោម degree ទី1សំណល់ដឹងតែជាចំនួនថេហ្មងបាទអញ្ចឹងយើងអីយើងបានសំណល់ជាចំនួនថេបាទសំណល់ជាបាទចំនួនថេអញ្ចឹងទៅអញ្ចឹងឯងប៉ុណ្្នឹងឯងអញ្ចឹងជាចំណុចដែលបងប្អូនគួរតែកំណត់ចំណាំមួយទៀតបើ air បាទបើ air ជាសំណល់បងប្អូនត្រូវចាំតម្លៃលេខជាសំណល់នៃការចែកបាទរវាងអីគេរវាង fx និង x ដក alpha អញ្ចឹងយើងទាញបានអីនាំឲ្យ air នេះគឺវាស្មើជាមួយនឹង f alpha តោះនេះកន្លែងហ្នឹងបាទដូចតោះគ្នាមើលឃើញកន្លែងនេះឃើញ0នេះជឿថាសំណល់0បាត់ហើយហ្នឹងហើយអញ្ចឹងនៅក្នុងទ្រឹស្ដីសំណល់គេថាបើមួយអានេះទ្រឹស្ដីសំណល់ចំតួហ្មងបើអីបើ fx ចែកអីគេចែក x ដល់ alpha ចែក x ដល់ alpha ស្មើវាច្បាស់ជាស្មើកន្សោមណាមួយហើយនឹងសំណល់ air បាទសំណល់ air ចេះយើងទាញបានអីនាំឲ្យបាទយើងដាក់នាំឲ្យទៅ fx យើងអាចសរសេរទៅជា x ដល់ alpha ដែលជាតួចែកគុណជាមួយនឹងគុយ x ដែលជាផលចែកបូកជាមួយនឹងសំណល់បាទហ្នឹងឯងចំពោះអាហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឥឡូវខ្ញុំមានឧទាហរណ៍ចុះអញ្ចឹងយើងមានឧទាហរណ៍ខ្ញុំមានឧទាហរណ៍មួយឧទាហរណ៍ថាឥឡូវយើងមាន x បាទ x ការ៉េបូកឲ្យ2x ហ្នឹងហើយបូកឲ្យ 2x ដកឲ្យ3អញ្ចឹងទៅខ្ញុំយកចែកជាមួយនឹង x ដក2បាទក្នុងការចែកដំបូងទី1ធ្វើម៉េចយើងមើលក្បាលសិនយើងយកអីគេសិនតោះគ្នាហ្នឹងហើយយើងយក x ការ៉េមកចែកជាមួយក្បាល x សិនបាទយក x ការ៉េមកចែកជាមួយក្បាល x សិនចែកទៅបានប៉ុន្មាន always ចែកអាណាដែលក្បាលមុនណាជើងវាបាន x អញ្ចឹងដាក់ x មក x គុណនឹងដក2វាដក 2x ដាក់កន្លែងនេះបូក 2x មកបាទ x គុណនឹង x ការ៉េដាក់នេះដក x ការ៉េអញ្ចឹងវាបានអី 4x ដក3យើងយកអាក្បាលនេះដដែលចែក x 4x ចែក x ស្មើប៉ុន្មានស្មើ4អញ្ចឹងបូក4កន្លែងនេះឃើញទេហ្នឹងហើយ4ដក4គុណនឹងដក2ស្មើប៉ុន្មានអស់នេះអូ4គុណដក2បានដក8តែនេះអីគេបូក8 4គុណនឹង x 4x នេះដាក់ដក 4x មកបាទអញ្ចឹងចម្លើយវានៅសល់ដក8អានេះ5ដូច្នេះយើងអាចទាញបានអី x ការ៉េបូកឲ្យ 2x ដក3គឺវាស្មើនឹង x វាចែក x ដក2កតាឲ្យផលចែកហើយបូកជាមួយនឹង5ដែលជាសំណល់បាទដូចជាប៉ុណ្្នឹងឯងចំពោះលំហាត់អនុវត្តវាមានច្រើនមែនទែនតែខ្ញុំចង់
ឲ្យបងប្អូនគ្នាផ្ដោតលើមេរៀនជាងបាទអញ្ចឹងនៅក្នុងចំណុចលេខ4គឺប៉ុណ្្នឹងឯងបាទចំពោះទី5អាហ្នឹងវាប្រើទ្រឹស្ដីបត់កតានេះអាកន្លែងមិញដែលខ្ញុំថាមិនទាន់រៀនដល់ហ្នឹងបាទអញ្ចឹងខ្ញុំចង់បញ្យល់អស់គ្នាបន្តិចគាត់ថាអាហ្នឹងវារៀងសាច់កម្មបាទដោះស្រាយបាទសមីការអីខ្ញុំសុំទោសដែលសេកាត់សមីការដឺក្រេលំដាប់ខ្ពស់បាទដោយប្រើដោយដាក់ប្រើទៅទ្រឹស្ដីកតាហ្នឹងហើយជួយកតាហ្នឹងបែបម៉េចតាប្រើបែបម៉េចយើងឆ្ងល់មែនទេហ្នឹងហើយអញ្ចឹងខ្ញុំមានឧទាហរណ៍មួយឧទាហរណ៍ថាឥឡូវយើងគិតអាហ្នឹងវាត្រូវការគិតបែបព្រីវបន្តិចអ្នកនរគ្នាវាមិនមែនជាអ្វីមួយដែលងាយទេវាត្រូវការព្រីវពាក្យថាព្រីវហ្នឹងគឺព្រីវយើងសាកមើលទៅវាបែបម៉េចអីចឹងទៅសាកមើលហ្នឹងបែបម៉េចបងប្អូនគ្នាគិតកន្លែងហ្នឹងមើលសាកមើលបែបម៉េចឥឡូវខ្ញុំមានឧទាហរណ៍មួយឧទាហរណ៍ថាឥឡូវ Xkip ដក1អញ្ចឹងស្មើ0ពីខាងលើយើងប្រើប្រមុនឥឡូវខ្ញុំអត់ចង់ប្រើទេយើងនិយាយថាអូ Xkip ដក1ស្មើ0ខ្ញុំគិតចេះខ្ញុំគិតថាXkip ដក1ស្មើ0បើខ្ញុំជួលលេខ1ចូលវាចេញហើយវាចេញ1ដក1ស្មើ0អញ្ចឹងសមីការពិតតែចឹងបើសិនជាខ្ញុំជួលបើមានន័យថាម៉េចបើយើងមានន័យថាបើ x ស្មើ1យើងទាញបានអីនាំឲ្យ1គីបដក1ស្មើ0ពិតតែ0ស្មើ0មិនពិតមែនទេបាទពិតទេប៉ុន្តែអ្វីដែលយើងកំណត់សំខាន់ចេះចុះបើ0ស្មើ0ពិតអញ្ចឹងយើងអាចចាត់ទុកថា x ស្មើ1ជារឹសបានទេបានប៉ុន្តែមិនមែនជារឹសតែមួយគត់ទេវាមានរឹសផ្សេងហើយយើងអាចប្រើអានឹងដើម្បីរករឹសផ្សេងបានប្រើបែបម៉េចអញ្ចឹងបើសិនជាប្អូនជួសទៅ x ស្មើ1វាជារឹសនៃអានឹងយើងទាញបានអីនោះឃើញទេមានន័យថានោះ x ដក1ជាកតាបាទជាកតានៃអីនៃ Xkip ដក1ហើយអានឹងគេហៅថាដូចយើងចាប់ពួកស្ទៀវពួកញៀនថ្នាំអញ្ចឹងណាចាប់បានមួយមកទាំងអស់ហ្នឹងមកអារឹសផ្សេងទៀតហ្នឹងហើយគឺយើងអីគឺយើងប្រើអា x ដក1ហ្នឹងដោយការយកអីគេ Xkip ដក3ទៅចែកជាមួយនឹង x ដក1ដើម្បីរកកតាផ្សេងទៀតហ្នឹងណាបងប្អូនយើងយកចែកមក Xkip អានេះវាបាន x ការ៉េ x ការ៉េដក x ការ៉េបូក x ការ៉េកន្លែងនេះមកអានេះដក Xkip ចឹងទៅបាទចែកជាមួយនឹងអី x ការ៉េដក1ហ្នឹងហើយតមកវាបានអីចែកការ៉េចែក x វាបានអីវាបានបូក x ហ្នឹងហើយតមកវាបានដក x អានេះបូក x ហ្នឹងហើយអានេះវាបានអីដក x ការ៉េបូក x ការ៉េដាក់ដក x ការ៉េជួយបាន x ដក1ជួយបាន1អញ្ចឹងទៅបងប្អូនឃើញទេ x អញ្ចឹងមានន័យថាម៉េចមានន័យថាអញ្ចឹងយើងទាញបានបាទ Xkip ដក1ស្មើជាមួយនឹង x ដក1ដែលយើងជួសហ្នឹងកតានឹងផលចែកហ្នឹងគឺ x ការ៉េបូកឲ្យ x បូកឲ្យ1អញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់ដល់គ្នាអានេះសមីការរៀងស្រួលចុះបាទពិបាកវាត្រូវការអង្គុយគិតដល់គ្នាយល់ទេអង្គុយគិតហ្នឹងហើយអញ្ចឹងយើងឲ្យទៅហ្នឹងហើយបើ Xkip ដក1ស្មើ0យើងទាញបានអី x ដក1កតាឲ្យ x ការ៉េបូកឲ្យ x បូកឲ្យ1ស្មើ0អញ្ចឹងទៅយើងទាញដូចអាលើមានន័យថាដូចយើងទាញបាន x ដក1ស្មើ0 x ការ៉េបូក x បូក1ស្មើ0អីចឹងតែដូចជាប៉ុណ្្នឹងឯងកំណត់សំខាន់នៅក្នុងចំណុចហ្នឹងវាប៉ុណ្្នឹងមានន័យថាយើងស្វែងរកលំដាប់លេខណាមួយយើងជួសក្នុងសមីការដើមយើងបើសិនជាវាស្មើ0យើងយកអាកន្សោមហ្នឹងអង្គខាងឆ្វេងហ្នឹងទៅចែកនឹងអាកតាហ្នឹងហើយបានយើងសរសេរដូចនៅក្នុងនេះចឹងចំពោះប៉ុណ្ណឹងដូចជាខ្ញុំគិតថាមានប៉ុណ្ណឹងឯងចំពោះការអនុវត្តសមីការដឹកក្រេបដាប់ខ្ពស់ខ្ញុំគិតថាយើងដូចជាមិនចាំបាច់ទេចំពោះវីដេអូមេរៀននេះសូមចប់ត្រឹមនេះអរគុណដែលបានទស្សនា